chúaចិត្តពេកក្រោយដឹងលើបរិយាកំពុងពើពោះចិត្តគ្រប់ខែទប់ចិត្តមិនជាប់អ្នកស្រីត្រីដាណាពោលទាំងក្តុកក្តួលបែបនេះថាសង្គមមួយនេះគួរឲ្យខ្លាចណាស់ថ្មីនេះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើនបានចែករំលែកព័ត៌មានថាឆេងស្រីរតហៅលើបរិយាត្រូវបានដោះលែងតែនេះជាព័ត៌មានមិនពិតនោះទេសម្រាប់រូបភាពរបស់នាងដែលស្លៀកពាក់ខោអាវអ្នកទោសនោះគឺមន្ត្រីអនុរិយពន្ធនាគារនាំនាងមកពិនិត្យសុខភាពនៅមន្ទីរពេទ្យដោយមានការអនុញ្ញាតពីតុលាការសមត្ថកិច្ចបានឲ្យដឹងថាក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ទើបដឹងថាគាត់មានផ្ទៃពោះតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្ដាលបានឲ្យដឹងថាគិតត្រឹមថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះអ្នកនាងលើបរិយាមិនទាន់ដោះលែងពីពន្ធនាគារនៅឡើយទេស្ថានភាពបច្ចុប្បន្នរបស់អ្នកនាងលើបរិយានៅបន្តក្នុងពន្ធនាគារនៅឡើយមិនមែនត្រូវបានដោះលែងដោយព័ត៌មានដែលបានចែកចាយកាលពីប៉ុន្មានថ្ងៃមុននោះទេទឹកចិត្តជាស្វាមីក្រោយមានការបែកធ្លាយរូបភាពលើបរិយាក្នុងឯកសណ្ឋានគួរឲ្យអាសូរដឹងរឿងនេះភ្លាមធ្វើឲ្យលោកហេងកំហៀងទប់ចិត្តលែងជាប់ហើយក៏ចេញមុខបញ្ជាក់ទាំងភាពឈឺចាប់ថាអរគុណសម្រាប់ការស្រឡាញ់និងគាំទ្រតែព័ត៌មាននេះមិនពិតនោះទេលោកបានបន្ថែមទៀតថាមានចិត្តជាមនុស្សខ្លះទេហេតុតែចង់បាន like និង share យករូបមនុស្សពើពោះចិត្តគ្រប់ខែហើយស្ថិតក្នុងឯកសណ្ឋានបែបហ្នឹងយកមកលេងសើចទប់ចិត្តមិនជាប់ក្រោយឃើញសភាពលើបរិយាកំពុងពើពោះកូនទាំងពីរចិត្តគ្រប់ខែអាណិតអាសូរពេកធ្វើឲ្យអ្នកស្រីត្រីដាណាលើកឡើងបែបនេះថាសង្គមមួយនេះគួរឲ្យខ្លាចណាស់មនុស្សខ្លះចាំតែហើយអើបើសរសើរទាល់តែមនុស្សជោបើជន់ដល់បាតកម្មពៀមានពិតមិនចាំជាតិក្រោយសូមឲ្យបងស្រីនិងកូនមានសុខភាពល្អក្រោយឃើញលោកស្រីត្រីដាណាបានបង្ហោះបែបនេះធ្វើឲ្យលោកសឿនវីតាបានធ្វើការshareនិងបានលើកឡើងបែបនេះថាសម្ដីរបស់បងស្រីជំទាវពេលនេះខ្ញុំយល់និងជួបខ្លួនឯងផ្ទាល់តែខ្ញុំឈរលើការពិតប្រកាន់ភ្ជាប់អំពើល្អអ្នកណាសាងកម្មនឹងទទួលកម្មពៀឆាប់នេះហើយកម្មពៀមិនចាំជាតិក្រោយជេរតាមគ្នាស្អប់តាមគ្នាមិនមែនជាចរិតមនុស្សទេ